បាទជំរាបសួរមួយសិនជំរាបសួរដល់ប្រិមិត្តដែលកំពុងតាមដានស្ដាប់វិទ្យុ DP FM 94.3 MHz វិទ្យុ DP 99.75 MHz ក៏ដូចជាវិទ្យុ DP 101.70 MHz ពិសេសឥឡូវនេះទស្សនិកជនដែលកំពុងតែតាមដានបើក Facebook ទស្សនានោះបាទគឺថាកម្មវិធីសំនៀងឯកក្លឹបសិល្បៈ DP យើងឥឡូវនេះគឺថាបង្ហោះតាម Facebook បាទបើកទៅប្រព័ន្ធបាទគឺថា YouTube បាទ YouTube ក៏មានបាទ Page ក៏មានបាទគឺថានៅក្នុង account Facebook នោះគឺមានផលិតកម្ម DP បើកទៅអក្សរខ្មែរទៅ DP យើងអាចឃើញកម្មវិធីសំនៀងឯកយើងហើយឬមួយក៏អាចចូលនៅក្នុង Page ក្លឹបសិល្បៈ DP ជាអក្សរខ្មែរក៏ដូចជាផលិតកម្ម DP ជាអក្សរខ្មែរឃើញហើយកម្មវិធីសំនៀងឯកក្លឹបសិល្បៈ DP ដែលអរគុណបាទឡើយទៅអាកាយប្រំប្រៃបកស្រាយបទចម្រៀងគឺបទក្រោមមេឃលើដីបាទអញ្ចឹងសូមអញ្ជើញទស្សនិកជនក៏ដូចជាប្រិយមិត្តដែលកំពុងតាមដានស្ដាប់វិទ្យុ DP ទាំង3 Channel បាទសម្ដាប់ជាមួយបងប្រុសដូចតទៅបាទមេឃលើដីមានតែស្រីមួយដែលជាជំនួយនៃរឿងជីវិតខ្លួនបងស្នេហ៍អូនជាទាំងអំរិតជួយប្រជីវិតឲ្យមានដងហើមឆារបានអាស្រ័យកងគៀធម្មជាតិនានាអាស្រ័យសន្សើមរូបបងរូបបានអាស្រ័យថ្លៃឡើងជួយជាដង្ហើមសាមរឿងសងខាត្រួយនេត្រាដែលរៀមប្រាថ្នាជាគូលោកស្រីទងជាផែនដីរលាយសូនអូស្នេហ៍បងនឹងអូនមិនសូនទេថ្លៃស្នេហ៍រកងវងរុងរឿងរាល់ថ្ងៃមានអ្វីប្រឡ័យស្នេហ៍យើងបានឡើយត្រួយនេត្រាដែលរៀមប្រាថ្នាជាគូលោកស្រីទោះជាផែនដីរលាយសូនអូនស្នេហ៍បងនឹងអូនមិនសូនទេថ្លៃស្នេហ៍រួគង់វងរុងរឿងរាល់ថ្ងៃមានអ្វីប្រឡ័យស្នេហ៍យើងបានឡើយបាទអូ
គ្រូផ្សំថ្នាំមិនធម្មតាទេចេះទាំងច្រៀងទៀតថ្ងៃក្រោយអាចបដូរពីផ្សំថ្នាំមកជាគ្រូអ្នកចម្រៀងបានមិនអញ្ចឹងជាគ្រូទឹកដមសម្លេងគេថាច្រៀងស្រឡះល្អការច្រៀងក៏បានល្អហើយបាទហើយរាល់ថ្ងៃមានប្រកបមុខរបររកស៊ីអ្វីទេបាទធ្វើការអ្វីដែរបាទរាល់ថ្ងៃខ្ញុំធ្វើការសន្តិសុខណោះអូខេអរគុណច្រើនបាទហើយចូលមកនេះគឺថាលើកបទអីមកបទអីមកបកស្រាយដើម្បីប្រកួតប្រជែងបាទនៅពេលនេះខ្ញុំលើកយកបទចម្រៀងមួយបទមានចំណងជើងថាខឹងឬស្អប់អូនអាចជេរបងបានខឹងឬស្អប់អូនអាចជេរបងបានណាចាស់ជ្រាវដែរកាមេរ៉ាស្រីមុនអូខេចឹងខ្ញុំបានការទៅរកចាំយូររីជាមួយនឹងការបកស្រាយពីបេក្ខជនសម្រាប់ប្រតិជាមួយនឹងការបកស្រាយខឹងឬស្អប់អូនអាចជេរបងបានដូចតទៅបាទសូមអញ្ជើញបងធ្វើទាំងបងខំមិនមែន
គុណច្រើនតែដៃជូនបង តាមពិតគាត់ច្រៀងមួយយ៉ាង ជាព្រីហ្មងអត់ថាអត់ បាទបងដែរឃើញគេបង្ហោះក្នុង Facebook YouTube យើងហ្នឹងហ៎ ហ្នឹងហើយ ម្នាក់អីដែលប្រឡងកម្មវិធីនោះហ៎តែឡើងស្អីបងខុងដែរហ៊ានទៅព្រោះណាបងបាទល្បីណាស់ អានេះគេស្រែករន្ធត់ បាទស្រែក លើស្រែកសម្លុតយកហ្មង